សកម្មភាពម៉ាក់រៀបចំចេញទៅដំបែអញ្ចឹងពេលល្ងាចថ្ងៃសៅរ៍ម៉ាក់រៀបចំខ្លួនចេញទៅដំបែអញ្ចឹងពេលនេះគឺមកតាមផ្លូវនេះផ្លូវកាច់ទៅស្រុកដំបែខេត្តបងប្អូនអញ្ចឹងណានៅអញ្ចឹងនៅតាមផ្លូវគឺមានអាជីវករលក់ដូរច្រើននៅតាមផ្លូវកែងហ្នឹងអញ្ចឹងយើងក៏បន្តដំណើរទៅមុខរហូតទៅអញ្ចឹងនេះគឺជាទេសភាពនៅតាមផ្លូវទៅស្រុកដំបែអញ្ចឹងស្រុកកំណើតរបស់ម៉ាក់អមរាទេ2គឺនៅដំបែឥឡូវមកកលេចមកមើលកូនពៅនៅតាមផ្លូវគឺញ៉ាំនំបណ្ដាអញ្ចឹងយើងមើលទេសភាពកាត់មកដល់ពេលយប់អញ្ចឹងនៅពេលយប់គេបានគេងនៅលើមកគឺគេងស្រួលខ្លាំងណាស់គេនឹកមកពេកអញ្ចឹងទៅក៏គេងលក់កាត់មកដល់ពេលព្រឹកអញ្ចឹងប៉ាមានការងារធ្វើគឺជួយហាលស្រូវបោះកុងហើយនឹងម៉ាអញ្ចឹងឥឡូវហ្នឹងគឺកំពុងតែកាប់ស្រូវដាក់ក្នុងបេដើម្បីយកទៅហាលមកមើលកូនពៅអមរាទេ2កំពុងតែលេងអញ្ចឹងអត់មានកន្លែងលេងទេគឺលេងនៅលើស្រូវតែម្ដងជីវិតបែបស្រុកស្រែគឺតែប៉ុណ្ណឹងឯងគឺដល់ខែច្រូតកាត់ចាប់ដើមហាលស្រូវតែសំខាន់មេឃគឺអត់សូវអំណោយផលអញ្ចឹងស្រូវខ្លះក៏ដុះអញ្ចឹងទៅដល់ពេលមកមើលកូនពៅដេកលក់កំពុងតែដេកលក់អញ្ចឹងណាអញ្ចឹងនេះគឺជាសកម្មភាពនៅក្នុងភូមិដែរប្រជាជនពុកម៉ែបងប្អូនកំពុងតែហាលស្រូវអញ្ចឹងគឺហាលគ្រប់ផ្ទះតែម្ដងពួកអីនៅហ្នឹងគឺសុកខ្សែត្មងណានិយាយមែនណាបងប្អូនគឺសុកខ្សែហ្មងហ្នឹងផ្ទះណាក៏មានស្រូវផ្ទះណាក៏មានស្រែផ្ទះណាក៏មានចកាដែរសុកខ្ញុំហ្នឹងគឺអ្នកស្រែអ្នកចកាចំទួហើយបើសួរថាខ្ញុំចេះធ្វើស្រែធ្វើចកាអត់ចេះមិនអត់ចេះទេកាលនៅរៀនឲ្យទៅត្នេរថ្ងៃអាទិត្យឡើងគឺទៅស្រែហើយខែច្រូតទៅច្រូតខែស្ទូងទៅស្ទូងខែចកាទៅចកាអញ្ចឹងទៅតិចថាអត់ដែលធ្វើអីហ្នឹងធ្វើប៉ុន្តែកាលហ្នឹងមានចិត្តមួយថាអត់ចង់ធ្វើទេហត់ដល់ពេលអញ្ចឹងទៅក៏ខំប្រឹងរៀនអញ្ចឹងទៅណាអញ្ចឹងក៏បានធ្វើជាគ្រូដូចរាល់ថ្ងៃអញ្ចឹងទៅប៉ុន្តែសួរថារាល់ថ្ងៃនៅចង់ទៅធ្វើស្រែទៀតអត់ចម្លើយគឺអត់ប៉ុន្តែបើឲ្យមកជួយពុកម៉ែនៅស្រែហ្នឹងមកពួកអីរាល់ថ្ងៃគឺពឹងទៅលើគាត់ហ្នឹងហើយក៏អីយកទៅពីហ្នឹងឥឡូវមកមើលកូនត្រេនចាប់តាមភ្ញាក់អីចឹងមកម៉ាក់ថតបដាក៏ពោបដាមើលប៉ាកាប់សើបដាយ៉ាងទៅពួកអីអត់មានការងារអីធ្វើក្រៅពីមើលកូនចឹងក៏ថតតែម្ដងទៅថតអែនអនហ្នឹងកូនត្រេននៅគិតតែលេងចឹងទៅនឹកប៉ាម៉ាក់មកដល់រឿងផងអីផងកូនពៅហ្នឹងគឺពិបាកដែរណាកូនពៅស្រីកំមុំហ្នឹងណាឥឡូវទៅផ្ទះឥឡូវនិយាយតិចមកបានស្ដាប់សំឡេងកូនពៅហើយអូយតម្រាំឲ្យនិយាយចេញបានមួយម៉ាត់ហ្នឹងពេញអត់ខូចទេខូចដែរហ្នឹងអញ្ចឹងនៃសកម្មភាពនៅសុកសែសុកចកាមានតែប៉ុណ្្នឹងឯងបងប្អូនអើយផ្ទះណាក៏មានស្រូវដែរហើយមកមើលកង់ដែលត្រូវជពុកគាត់ធ្វើការឡើងកោងខ្នងអស់ហើយចង់ជ្រាបពេលមកជួយគាត់ទៅថ្ងៃសៅរ៍ថ្ងៃអាទិត្យមានពេលសម្រាប់មកជួយគាត់បន្តិចទៅចាដូចបងប្អូនបានឃើញអញ្ចឹងពេលវេលាសៅរ៍អាទិត្យគឺដើរលឿនណាស់អញ្ចឹងភ្លេចខ្លួនដល់ពេលទៅវិញបាត់ទៀតឥឡូវហើយអញ្ចឹងធ្វើម៉េចយកពេលវេលានឹងមកនៅជាមួយគាត់ឲ្យបានច្រើនទាំងអ្នកមានកូនទាំងកូនពួកអីយើងនៅឆ្ងាយគ្នាដើម្បីទៅជីវភាពអញ្ចឹងបងប្អូនអញ្ចឹងថ្ងៃហ្នឹងចេញមករៀងត្រាម៉ាតិចអីបងប្អូនអើយតែត្រាម៉ាហ្នឹងគឺដោយសារអីអាណិតពុកម៉ែដែលគាត់នៅសែនទៅពីអ្នកនិយាយតែអញ្ចឹងណាអាណិតពុកគាត់ចាស់អស់ហើយតែនៅតែពីអ្នកហើយយកកូនមកផ្ញើគាត់ទៀតកូនសន្យាថាពេលដែលកូនមានជីវភាពធូរធារជាងហ្នឹងណាកូនណានឹងមិនឲ្យគាត់បាក់ទេតែឥឡូវកូននៅពិបាកអញ្ចឹងមានតែតាមតាណាហ្នឹងទៅអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្ណឹងទេមានអីរៀបរាប់ទៀតទេត្រាម៉ាតិចឯងបងប្អូនអរគុណបាយបាយជម្រាបលា